ជំរាបសួរអតិថិជនហាងកង់ចាក់ថ្ងៃទាំងអស់គ្នាថ្ងៃនេះពិសេសមែនតើយើងកាន់កាត់ចូលហើយក៏បានរៀបចំរួចរាល់សម្រាប់កង់គក់ឬក៏កង់រត់បាយហ្នឹងbrand Trek បាទជាប្រភេទតួកបោនបំពាក់មកជាមួយនឹងគ្រឿង105បាទហើយ10លេខបាទជាមួយនឹងខ្សែរត់ខាងក្នុងដៃតែម្ដងបាទហើយសម្រាប់ Trek គឺអ្វីដែលខ្ញុំពេញចិត្តគឺកន្លែងកគាត់ធ្វើម៉ូដស្អាតមែនតើបាទហើយនៅលើនោះមានវាយ made in Taiwan រួចទៅហើយបាទអញ្ចឹងកង់នេះគឺជាប្រភេទកង់ស្ពេចខ្ពស់គុណភាពហើយបាទហើយវា Trek E2 សម្រាប់ model វាបាទហើយចំពោះក៏ចំពោះកបោន line ជាមួយនឹង slide Trek logo Trek ដែរបាទហើយសម្រាប់ខ្នងគឺយើងប្រើ Air 500បាទហើយសម្រាប់បង្គំគាត់គឺ Bond Stretcher បាទសម្រាប់ពណ៌វិញគឺប្រភេទពណ៌វាក់នីក្រឹមខ្មៅ line ជាមួយនឹងពណ៌ប្រផេះបាទហើយនេះដាក់ Domine បាទ4 series ណាបាទហើយសម្រាប់កែបក៏មកជាមួយនឹងកែប Bond Stretcher បង្គោលកែបបានកបោនរបស់ Bond Stretcher ដូចគ្នាបាទហើយសម្រាប់នៅកន្លែងចកេះនេះគឺជាប្រភេទជួយបាទជួយលបឿនវាដាក់ ISO speed បាទអញ្ចឹងកន្លែងហ្នឹងវាមានយោតិចណាអញ្ចឹងtechnology របស់ Trek គឺពិសេសកន្លែងតួនឹងគឺគាត់ធ្វើកន្លែងហ្នឹងឲ្យវាញយបាទហើយនេះជាសាយរបស់តួហើយខ្ញុំនឹងដាក់សាយនៅលើវីដេអូផ្ទាល់តែម្ដងបាទបងប្អូនទិញក៏បានជើងដបទឹក Bond Stretcher ស៊ីនមួយគូដែរជាប់ជាមួយនឹងកង់ហ្នឹងគឺមកមិនយើងទុកនៅអញ្ចឹងបាទហើយមានព័ត៌មាននៅលើនេះគឺគាត់ដាក់ទាំងអស់នៅក្នុងហ្នឹងបាទជាមួយនឹង logo Trek line cell ប៉ុណ្ណេះស្អាតមែនទែនខ្មៅប្រផេះមើលទៅអំណាចកាចតែម្ដងបាទសម្រាប់គ្រឿងគឺ105ទាំងអស់មុខ2ក្រោយ10ណាចង្វាក់ក៏នៅតែស៊ីនសំណុំដើមទាំងអស់បាទជាមួយនឹង lip 10លេខជាមួយនឹង Derriere 105ដូចគ្នាបាទហើយសម្រាប់តួគឺស្អាតមែនទែនហើយកន្លែងនេះគាត់ដាក់design in Waterloo Vasconi ណាហើយខាងក្រោយនេះមាន logo Trek ស្អាតមែនទែនសម្រាប់ការ design របស់ Trek បាទហើយយើងមកពាក់ជាមួយសបកចៅយ៉ាងថ្មីបាទប្រភេទ 7AC/28 បាទ5គីបគឺ105បាទអញ្ចឹងកង់នេះជារបៀបកង់ជុះជប៉ុនកម្រហើយមិនសូវបានឃើញមកទេមួយបាទហើយស័ក្តិសមសម្រាប់ការប្រើប្រាស់បាទរត់លបឿនហើយស្រាលមែនទែនកង់មួយនេះគឺជាប្រភេទកង់កបោនទាំងអស់បង្គោលកែបតួចំពោះបាទអញ្ចឹងតែមានចំណាប់អារម្មណ៍សូមអញ្ជើញតាក់ទងមកហាងកង់ចាក់ថ្ងៃទាំងអស់គ្នាដើម្បីសាកសួរអំពីតម្លៃនិងគុណភាពនិងព័ត៌មានលម្អិតបន្ថែមទៀតបាទអរគុណជំរាបលាជួបគ្នាវីដេអូក្រោយៗ